សូមជូនកំណាព្យក្រោមចំណងជើងថាពាក្យទំនៀមខ្មែរបុរាណនិពន្ធដោយលោកមាសប៉ុនដកស្រង់ចេញពីទស្សនាវដ្តីកម្ពុជាសូរិយាលេខ1ឆ្នាំ1996បទពាក្យ7សូត្របាយពីលៀបសូត្រដោយលោកយ៉ាន់បរិនកំដរទ្រដោយលោកយុនធីរាចូលកូនចៅខ្មែរពិចារណានៅពាក្យវាចាចាស់ព្រេងព្រឹកទូនមានណែនាំឲ្យរិងគិតដងដាលលើយគុំនិតពិតស្គមស្កាដំរីសាផងប្រយងឈើងសត្វមន់ភ្លីភ្លើដើរជន់ភ្លើងរាជសីក្លបខ្លាចមនុស្សស្រុកយើងស៊ីភ្លើងទៅចាញ់អស់អាសាបបួលដំរីឲ្យទៅផងក្រែងមនុស្សយកខ្នងសង្គេក្រមុំយំសោកបោកអាត្មាដោយសាងយកពឹងពុំតន់គេសន្តាយសបាយសាយស្រួលណាស់រយ៉ាងមាត់ឡើងក្រហេខ្មាស់អស់មាច់ឆាងបឹងទុនលេព្រោះតែឃើញគេយាងយំយែកសំឡត្រជាងយកដៃលោកដល់ក្តៅកគុកលោកនឹងវែកក្តៅណាស់ពីរាំងពុនអាឡែកត្រជាងក្រៃពេករែងស៊ីជ្រៅឈើ
កុំដាក់គូនអង្គុយត្រីស្អុយលាយឡំត្រីចាប់នៅក្នុងទ្រង់ជាមួយយូរទៅត្រីចាប់មើលអាស្រូវស្អុយដូចគ្នាទូកចេញទៅបាត់កំពុងនៅតទួលខំត្រូវតាមវេរីគេស៊ីពងអស់អើយឆ្អែតអាត្មាឯងរងអើយសោកកាងសំបុកមន់ពេលជុំរឹតរែងផិតភ័យថាយកដំរីទៅបែបបំដល់ពេលជំងឺបានស្រាកស្រន់បែយកពងមន់ទៅថ្វាត់ថ្វាយប្រយ័ត្នត្រីរងរត់រួចបាត់ហើយខំដេញស្កាត់សត្វទុនសាយរួចអស់ទាំងពីរអើយក្តៅក្រហាយទុនសាយអើយក៏រួចអើយត្រីក៏បាត់សូមប្រិយមិត្តរងចាំស្ដាប់វគ្គបញ្ចប់កម្មវិធីនេះរៀបចំដោយសមូហកម្មអសរសិល្ប៍លូហាចឧបត្ថម្ភដោយមូលនិធិ Toyota